បងប្អូនបាទកាលពីវីដេអូកាលពីភាគមុនខ្ញុំបានធ្វើបង្ហាញពីviệcធ្វើកម្មវិធី Visor នេះហើយខ្ញុំបានបង្ហាញអំពីការរចនាផ្ទាំងកម្មវិធីដែលយើងហៅថា interface នេះហើយរួចហើយខ្ញុំក៏បានបង្ហាញអំពីរបៀបដាក់ពាក្យដែលយើងត្រូវវាយនេះក៏រួចហើយដែរអញ្ចឹងនៅក្នុងវីដេអូភាគទី3នេះខ្ញុំនឹងបង្ហាញអំពីរបៀបវាយធ្វើឲ្យពាក្យហ្នឹងគឺយើងអាចវាយបានឥឡូវយើងវាអត់ទាន់បានទេយើងទៅសេបានតែយើង enter ទៅវាអត់ទាន់ទៅទេបាទយើង enter មិនក៏ទៅដែរសារតែយើងអត់ទាន់ដាក់ឲ្យវាទៅអូខេអញ្ចឹងឥឡូវយើងតោះទៅធ្វើទាំងអស់គ្នាអញ្ចឹងសូមជួយចុច like និងចុច share និង follow ផងបើបងប្អូនគិតថាវីដេអូនេះបានចែករំលែកចំណេះដឹងដល់បងប្អូនទាំងអស់គ្នាបាទអញ្ចឹងឲ្យចិត្តដឹងទាំងអស់គ្នាតោះឥឡូវយើងទៅបើកទាំងអស់នេះខ្ញុំបិទសិនបាទបិទហើយខ្ញុំបើកឡើងវិញអញ្ចឹងកាលមុនយើងបើកឯកសារយើងកាលមុនមកដែលយើង save project យើងទៅដាក់នៅក្នុង folder ណាខ្ញុំដាក់កាលមុនខ្ញុំដាក់នៅ typing ហើយនៅក្នុង my typing tool នេះបាទអញ្ចឹងខ្ញុំដាក់នៅនេះ file វាគឺមានកន្ទុយ .sln នេះណាអញ្ចឹងគឺ file របស់វាអញ្ចឹងយើងបើកលើនឹងពីរដងមកនឹងនៅជាកម្មវិធីនៅក្នុងការ developer នៅឡើយទេនេះអត់ទាន់ចេញជាកម្មវិធីផ្លូវការទេនៅក្នុងការអភិវឌ្ឍនៅឡើយឥឡូវយើងធ្វើវាហើយសិនបានយើង build វាទៅជាកម្មវិធីដែលអាចដំណើរការនៅកុំព្យូទ័រផ្សេងបាទអញ្ចឹងអានេះកាលណាវានៅក្នុងការអភិវឌ្ឍនៅឡើយទេវាដំណើរការទៅលើកុំព្យូទ័ររបស់យើងដែលជាអ្នកធ្វើទេអញ្ចឹងកុំព្យូទ័រផ្សេងយើងអត់មានអីយកទៅដំណើរការទេតើយើងធ្វើហើយបានយើង build វាទៅអូខេឥឡូវកុំឲ្យវែងឆ្ងាយយើងចូលទៅធ្វើតែម្ដងអញ្ចឹងក៏មុនយើងបានបញ្ចូលពាក្យហើយខ្ញុំចុចមើលសិនបាទអញ្ចឹងពាក្យយើងបានបញ្ចូលហើយនេះយើងចង់បញ្ចូលពាក្យថែមទៀតក៏យើងបើកថ្មីកដលយើងទៅសេតអញ្ចឹងទៅសេតអញ្ចឹងទៅតឡើងនេះបាទតែបើសិនជាយើងគិតថាប៉ុណ្ណឹងគ្រប់គ្រាន់ហើយយើងក៏ប៉ុណ្ណឹងទៅអញ្ចឹងវាដាក់ពាក្យកាន់ច្រើនកាន់ល្អបាទតែខ្ញុំបានដាក់70ជាងពាក្យហើយក្នុងនឹងថែមទៀតបើសិនខ្ញុំមានពាក្យពិបាកអីទៅបញ្ចូលបាទអញ្ចឹងតោះឥឡូវយើងបិទកូដនេះសិនបាទអញ្ចឹងយើងចង់ឲ្យវាចុច enter ទៅឲ្យវាដំណើរការពាក្យទៅពាក្យមួយទៀតហើយយើងអាចវាយបានអញ្ចឹងយើងដើម្បីទៅដាក់កូដឲ្យវាដែរយើងចុច2ដងវាប្រអប់ដែលយើងត្រូវសរសេរហ្នឹងតែយើងត្រូវវាយកន្លែងយើងវាយពាក្យអក្សរហ្នឹងចុច double click ទៅ2ដងនោះវានាំឲ្យយើងសេកូដកន្លែងហ្នឹងតែយើងអត់សេកន្លែងហ្នឹងទេយើងទៅសរសេរកន្លែងcheck game កន្លែង check game នេះយើងមើលកន្លែង check game ដោយសារតែយើងកំណត់វាកាលលើកមុនយើងកំណត់ឲ្យវា check game ដាក់ឈ្មោះវា check game អញ្ចឹងយើងមើលសេកន្លែង check game ហ្នឹងសេក្នុងចន្លោះហ្នឹងមកគឺគេបើកគ្នារបស់យើងស្រាប់ហើយយើងគ្រាន់តែសរសេរកូដដែលយើងត្រៀមសរសេរហើយដែលយើងបានត្រៀមទុកអញ្ចឹងកូដទាំងអស់ហ្នឹងយើងបងប្អូនឆ្ងល់ថាយើងបានមកពីណាគឺខ្ញុំបានមកពីសភៅបាទដោយសារតែខ្ញុំមើលសភៅហ្នឹងទៅខ្ញុំយកមកអនុវត្តបាទសភៅ program អញ្ចឹងគ្រូធំបំផុតគ្មានអីជាងសភៅទេបងប្អូនបាទអញ្ចឹងហើយយើងមើលសភៅទៅយើងសាកយកមកអនុវត្តបាទបើត្រូវបានយកអូខេអញ្ចឹងកូដដែលយើងសរសេរក្នុងអស់ហ្នឹងគឺដាក់ពីមួយមកកន្លែង check game នេះអញ្ចឹង if ខ្មែរដូរមកអង់គ្លេសបងប្អូន if បើកមុខកញ្ចក់មួយ if e dot key of key codeនេះ key code ស្មើ key dot enter បាទអូខេយើងបិទទូកញ្ចក់ហើយគេជប់តមកបើកគ្នាបមួយយើងបើកគ្នាបមួយបាទយើងចុះតទៅហើយសេក្នុងចន្លោះគ្នាហ្នឹងគឺ
correct plus correct correct bột bột correct bột bột semicolon mới chỗ tốt label word và label word ở bị ở mình đặt cho năm thay label word là ngày cứ như này đi cái label word dot text mà đang word và smart word cái bà nghiệp mũi o anh ý dot net trong gọi với từ bắt đầu này một việc từ việc .net số comma mũi word .lang bật vuông chó bật khnia vĩnh và semicolon trong khỏi chọc tọt nó text box 1 và đặt text box 1 và text box 1 นั่นคืออันนี้ยังไงนะคืออะไรยืนก่อนยังเรียปิดนะ text box 1 dot text smart นั้นโอเคเป็น URL คำ semicolon ไว้ตอนติดmà nó cho phải dương chọn kẹo nhiều máu tiết dương L máu dương bà cái chọc toát dương bà máu dương bà nghiệp mũi và hai dương cho xe lại toàn nắng incorrect đó incorrect là semicolon label word LBL นี่คือ label word ដែលយើងដាក់ចំណាំការលើកមុនការគូអបอะไรហ្នឹង label word .text ស្មើនឹង word ស្មើនឹង word បើគ្នាមួយអូនឌីដែរក៏យើងដូចគ្នានឹងលើដែរអញ្ចឹងយើង copy មកក៏បានដែរនេះដូចនឹងនេះបាទតែយើងចង់ទៅសេទៅឲ្យចាំដៃខ្ញុំចង់ copy ទៅបើអញ្ចឹងយើងបើគ្នាមក on d .net net បើកវងកញ្ចក់ស្រូមកខាងណា word .lang បិទវងចោលវិញគ្នាមានស្រាប់ហើយយើងគ្រាន់តែដាក់ semicolon អូខេហើយយើងសរសេរដល់លើខាងមកនេះ copy មកដូចគ្នាចឹងយើងខ្ជិលសេយើងអាច copy បានដែរអូខេពីនឹងមកយើងក្រៅវងកញ្ចក់នេះយើងចុះតាត់ក្រៅគ្នានេះផ្សេងហើយនឹងមកយើងដាក់LBL គឺ label បាទ label right label right ហ្នឹងមាន .text label right ហ្នឹងគឺមានន័យថានេះអាធំត្រូវនេះណាអត់ធំត្រូវយើងស្គាល់ថាវាតាប្រអប់ label right .text ស្មើបាទស្មើហ្នឹងមានក្រោយមក correct correct បិទមានគេថយវិញល correct ប
ไม่สมิคลันហើយទៀត label រងបាន LBL រងចឹងយើង LBL រងនេះគឺវានេះហើយនេះអាមិនត្រឹមត្រូវរងដាក់ស្គាល់ដាក់ឆែកហ្នឹងដាក់ឆែកអូខេស្មើនឹង incorrect បើគ្មានបន្តមក incorrect អូខេចុច2យើង plus បូក incorrect ហ្នឹង semicolon មកអូខេប៉ុណ្ណឹងចប់បាទប៉ុណ្ណឹងចប់បាទមានអីទៀតទេហើយ complete save បាទហើយឥឡូវយើងមករ៉ាន់វាសាកមើលតើវាដំណើរការនៅអញ្ចឹងយើងចុចនេះប៊ូតុង start video ទីបើកចេញអូខេឥឡូវខ្ញុំសាកវាយមើលតើវាឲ្យ enter ទៅវាទៅពាក្យថ្មីអត់លឿនមែនទាន់ទៅអូខេអត់បាទអញ្ចឹងវាអត់ទាន់ឲ្យវាយបានទេអញ្ចឹងវាអត់ទាន់ដើរទេមកវាដើរទៅពីអញញ៉ៃយើងអត់ទាន់ enter ផងក៏វាទៅដែរអញ្ចឹងវាយើងទៅសេថែមកន្លែងនេះទៀតយើងមកសេកន្លែងនេះ Intel component អញ្ចឹងយើងសេថែមតិចទៅសារស្អីតាន់សោះការវាក់មុនអញ្ចឹងដាក់ text ស្មើនឹង word កន្លែង zero នេះលុបចោលដាក់ on នេះ on.net យើងពេចកន្លែងហ្នឹងអញ្ចឹងបានវាអត់មក .net 0 យើងក្បៀស1 word.lang បាទនេះបានត្រូវស្តង់ដារវា word.lang ហើយសូមអធិស្ឋានផងដែរបងប្អូនបើសិនខ្ញុំបញ្ចូលទៅអត់ច្បាស់អីបាទភាសាខ្ញុំមិនសូវចេះបញ្ចូលខ្លួនឯងប៉ុន្តែពិបាកបញ្ចូលគេហ្នឹងខ្ញុំមិនសូវចេះបញ្ចូលទេអញ្ចឹងពេលខ្លះទៅខ្ញុំនិយាយធ្វើទៅស្ងាត់ចឹងដល់លេងបាទអញ្ចឹងហើយបើបងប្អូនអត់យល់ comment សួរឬក៏ខាតសួរអីចឹងទៅណាបងប្អូនបាទដល់លេងអូខេដល់លេងវាសេខោបាទនេះអល់ធំបងប្អូនហ្នឹងវាប្រកាន់សតតូចសតធំទៀតបាទអូខេប៉ុណ្ណឹងមកហើយយើងបិទគ្នាវងចោលបិទគ្នាហើយ semicolon បិទចុងក្រោយហើយយើង save យើងចុច start run ម្ដងទៀតមើលតែវាដើរក៏មិនដើរទឹកថាធំមកប្រយោជន៍ធំមកប្រយោជន៍Inter បាទដើរបានបងប្អូនណាបន្ទប់បន្ទុយបាទអូខេចិនត្រៃដើរឯប៉ុណ្ណេះយើងអាចប្រើប្រាស់ហាត់វាយបានប៉ុន្តែវានៅមិនទាន់ល្អអត់ខ្ចោះទេនៅខ្វះចិនត្រៃអូខេcòn sắp xàiប៉ុណ្ណឹងដែរបងប្អូនណាហើយសូមអរគុណសម្រាប់ការតាមដានមើលវីដេអូរបស់ខ្ញុំហើយសូមចុច like share ផងបើសិនជាគិតថាវាមានប្រយោជន៍ដល់បងប្អូនហើយនៅវីដេអូភាគទី4ទី5ទី6ទៀតខ្ញុំនឹងធ្វើបង្ហាញពីរបៀបធ្វើបេតុង print មើលពាក្យហើយនឹងរបៀបបង្ហាញពាក្យដែលយើងបានវាយនៅគៀនខាងស្ដាំដៃហើយនឹងរបៀបដាក់ម៉ោងដាក់អីទៀតបានអញ្ចឹងនៅវែងឆ្ងាយបងប្អូនបានអញ្ចឹងមិនទាន់ចប់ទេចប់មួយវគ្គប៉ុណ្ណឹងសិនអញ្ចឹងសូមអរគុណជួបគ្នានៅវីដេអូក្រោយៗទៀតបាទសូមអរគុណ